នេះជាទស្សនភាពដែលពួកខ្ញុំទៅលេងនៅការមានអញ្ចឹងនៅការមានយើងមានអីញ៉ាំជាច្រើនដែលខ្ញុំបានហៅគួងខ្ញុំហៅនំខួរបាញ់ឆាវកន្លែងនោះគឺកសិករឬប្រជាជនខ្មែររបស់យើងដែលគាត់បង្កើនមុខរបរនេះហើយក៏ទៅញ៉ាំហើយហ្នឹងក៏យើងបានក្លែមជាមួយនឹងទេសភាពទឹកពេលខែទឹកឡើងអញ្ចឹងគឺយើងអាចនៅអង្គុយនៅជាប់មាត់ទឹកហើយយើងអាចស្ទូចទៅស្ទូចអីលេងបានដែរអញ្ចឹងវាមានទឹកវាមានទឹកលេដែលយើងឡើងមកវាហ៊ានហើយយើងអាចទៅលេងកំសាន្តទៅស្ទូចទៅស្ទូចអីបាន fresh មែនតើបងប្អូនហើយបើចង់ទៅលេងអាចទៅលេងបាននៅស្ពានទី14ទេនៅស្អាងអញ្ចឹងយើងជិះទៅដល់ហូសាពេកតូចទៅហើយជាស្ពានទី14ដល់ទី14ចឹងអាចទាំងយើងមាននៅកន្លែងផ្លូវបត់មួយគេហៅថាផ្កាមានអាចជិះទៅតាមផ្លូវទៅដល់ស្វាយធនីទៅធំក៏បានដែរបាយ